បើសិនជាអូនចូលចិត្តកីឡាបាល់ទាត់ឬក៏កីឡាបាល់ទះអូនអាចឆ្លើយទាំងពីរនឹងបានណារបៀបឆ្លើយយើងឆ្លើយថា I like football and volleyball សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះteacherមានមេរៀនមួយដើម្បីលើកយកមកបង្រៀនបងប្អូនទាំងអស់គ្នាដែលមេរៀនថ្ងៃនេះគឺទាក់ទងទៅនឹងកីឡាអូខេអញ្ចឹងយើងមកមើលទាំងអស់គ្នាតើមេរៀនថ្ងៃនេះគឺជាអីតោះអញ្ចឹងសំណួរគេសួរថាតើប្រភេទកីឡាអ្វីដែលអ្នកចូលចិត្តអញ្ចឹងទៅជាភាសាអង់គ្លេសយើងសួរថា What kinds of sports do you like What kinds of sports do you like ដែលយើងបកប្រែថាតើប្រភេទកីឡាអ្វីដែលអ្នកចូលចិត្តអញ្ចឹងដើម្បីអាចឆ្លើយតបទៅនឹងសំណួរបានបងប្អូនត្រូវចេះពាក្យនៃកីឡាមួយចំនួនសិនអញ្ចឹងថ្ងៃនេះគឺ teacher បានលើកយកមកចំនួន8ពាក្យដែលទាក់ទងទៅនឹងកីឡាតោះពាក្យទី1 football football កីឡាបាល់ទាត់ volleyball កីឡាបាល់ទះ okay boxing boxing កីឡាប្រដាល់ okay tennis កីឡាវាយកូនបាល់អូខេមើលពាក្យបន្តទៀតគឺ badminton កីឡាវាយសីអូខេ taekwondo កីឡាតៃក្វាន់ដូអូខេ basketball កីឡាបាល់បោះអូខេ swimming កីឡាហែលទឹកអូខេអញ្ចឹងពេលដែលយើងស្គាល់ប្រភេទនៃកីឡាហើយគឺយើងអាចឆ្លើយទៅនឹងសំណួររបស់យើងបានហើយអូខេអញ្ចឹងឧទាហរណ៍បើសិនជាអូនចូលចិត្តកីឡាបាល់ទាត់ឬក៏កីឡាបាល់ទះអូនអាចឆ្លើយទាំងពីរនឹងបានណារបៀបឆ្លើយយើងឆ្លើយថា I like football and volleyball អូខេអញ្ចឹងបើសិនជាអូនចូលចិត្តអីគេកីឡាប្រដាល់ឬក៏មួយទៀតអូនចូលចិត្តកីឡាវាយកូនបាល់អូនអាចឆ្លើយឡើងនឹងបានណាតោះឥឡូវយើងរៀនឆ្លើយ I like boxing and tennis អូខេអញ្ចឹងនេះគឺជារបៀបឆ្លើយទៅនឹងសំណួររបស់យើងតោះអញ្ចឹងបើសិនជាអូនចូលចិត្តបែបកីឡាវាយសីអូខេអញ្ចឹងអ្នកខ្លះគាត់ចូលចិត្តបែបកីឡាវាយសីអញ្ចឹងទៅឬក៏ជាមួយនឹងកីឡាតៃក្វាន់ដូអញ្ចឹងអូនអាចឆ្លើយថា I like អូខេ badminton and taekwondo អញ្ចឹងសរុបមកវិញអញ្ចឹងថ្ងៃនេះគឺយើងបានរៀនអំពីសំណួរមួយដែលទាក់ទងទៅនឹងកីឡាអញ្ចឹងពាក្យនៃកីឡាគឺវាមានច្រើនប្រភេទទៀតប៉ុន្តែថ្ងៃនេះគឺteacherបានលើកយកមកតែ8ពាក្យទេដូចជា football volleyball boxing tennis ហើយគេទៀត badminton taekwondo basketball swimming អូខេអញ្ចឹងមេរៀនថ្ងៃហ្នឹងគឺមានតែត្រឹមប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនអាចយកមេរៀននេះទៅអនុវត្តផ្ទាល់បានហើយចំពោះបងប្អូនដែលមានចំណាប់អារម្មណ៍រៀនភាសាអង់គ្លេសអូនអាចរៀនមកចុះឈ្មោះនៅសាលា library បានដែលយើងមាន2សាខាទី1គឺនៅខាងភ្នំសំពៅហើយសាខាទី2នៅខាងតាក្រៀមហើយបើអ្នកដែលនៅឆ្ងាយអាចមករៀននៅទីតាំងផ្ទាល់បានគឺអាចធ្វើការរៀនតាមអនឡាញបានអរគុណបាយបាយ